សូមជម្រាបសួរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តមេរៀនព្រឹត្តិការណ៍នៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទហើយប្រហែលសប្តាហ៍ដែលយើងបានរៀនមេរៀននេះហើយសប្តាហ៍មុនជាការរំលឹកយើងបានដឹងថាព្រះគ្រីស្ទទ្រង់មានព្រះបន្ទូលថាមុនដែលទ្រង់អាចយាងមកបានមុនដែលទ្រង់អាចកម្ចាត់កម្ចាយអំពើបាបព្រមទាំងអ្នកដែលប្រតោងអំពើបាបគឺជាការផ្សព្វផ្សាយដំណឹងល្អទៅលើលោកីយ៍ទាំងមូលហើយនៅថ្ងៃនេះយើងនឹងពិនិត្យមើលប៉ុន្តែមុននឹងខ្ញុំនិយាយរឿងហ្នឹងខ្ញុំចង់និយាយរឿងថាសប្តាហ៍មុននៅរឿងដែលយើងបានរៀនអំពីដំណឹងល្អហ្នឹងគឺមិនមែនត្រឹមតែការប្រសូតរបស់ទ្រង់រស់នៅជាមនុស្សទ្រង់ផ្ដល់សេចក្តីស្រឡាញ់ឲ្យយើងហើយទ្រង់ឆ្កាងដើម្បីសង្គ្រោះយើងវាត្រឹមត្រូវហើយប៉ុន្តែដំណឹងល្អវាជ្រៅជាងនឹងទៅទៀតដំណឹងល្អគឺការលួងលោមណែនាំព្រមទាំងប្រមានឲ្យគម្រាមមនុស្សដែលស្រឡាញ់អំពើបាបឲ្យចេះចុះចូលនឹងព្រះពីព្រោះជីវិតយើងរស់សពថ្ងៃនេះគឺជាការខ្ចីពេលវេលារបស់ទ្រង់ទេវាអត់ពិតប្រាកដមែនទេប្រាថ្នារបស់ទ្រង់តាំងពីដើមម្ល៉េះគឺទ្រង់ចង់បង្កើតមនុស្សឲ្យរស់នៅមានជីវិតអស់កលជានិច្ចមិនមែនឲ្យយើងរស់នៅតាមួយថ្មិចភ្នែកនឹងទេហើយស្លាប់ទៅទេសេចក្តីស្លាប់មិនមែនជាប្រាថ្នារបស់ទ្រង់ដូច្នេះដំណឹងល្អគឺជាការណែនាំឲ្យមនុស្សព្រមចុះចូលនឹងទ្រង់ហើយទ្រង់មិនមែនគ្រាន់តែបង្រៀនយើងឲ្យព្រមឲ្យយើងសັບតែយើងចង់ចុះចូលនឹងទ្រង់ទេទ្រង់តែងតែអនុញ្ញាតឲ្យយើងជួបប្រទះតាមរយៈការបទពិសោធន៍របស់យើងរឿងរ៉ាវផ្សេងនៅក្នុងជីវិតដូចជាយើងរៀនយប់មិញអញ្ចឹងដែលព្រះវិញ្ញាណកិច្ចការរបស់ទ្រង់មួយគឺចាក់ចិត្តយើងអំពីសេចក្តីសុចរិតព្រមទាំងសេចក្តីទុច្ចរិតនៅក្នុងជីវិតរបស់យើងនៅក្នុងលោកីយ៍ហើយទ្រង់នឹងលួងលោមយើងថាអ្វីឃើញលទ្ធផលនៃអំពើអាក្រក់តើពួកយើងពិតជាចង់បានមានអីសង្គមមួយដែលអត់ចេះស្រឡាញ់គ្នាអត់ចេះអត់ឱនឲ្យគ្នាតែគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនអត់គិតដល់ណាគេផ្សេងទៀតមែនទេតើយើងចង់รู้តើសង្គមយើងសពថ្ងៃវាអញ្ចឹងហើយបើសិនជាគ្មានព្រះគ្រប់គ្រងបើសិនជាគ្មានព្រះជួយទប់ទល់ចិត្តអាក្រក់របស់មនុស្សសពថ្ងៃហ្នឹងណាពួកយើងមិនខុសពីសូដុំទេសពថ្ងៃយើងដឹងថាសូដុំនៅសម័យនោះគេចង់បានអីពីយើងគេយកហ្មងតាំងពីទ្រព្យសម្បត្តិតាំងពីប្រពន្ធតាំងពីកូនចៅរបស់យើងឬក៏ខ្លួនរបស់យើងផ្ទាល់ហ្មងគេយកតាមតែចិត្តរបស់គេហើយគេអត់ខ្វល់ខ្វាយថាអ្វីដែលជាត្រឹមត្រូវអ្វីដែលមិនត្រឹមត្រូវទេសពថ្ងៃហ្នឹងបងប្អូនដែលសារព្រះជួយបានពួកយើងមានសុវត្ថិភាពខ្លះនៅក្នុងជីវិតដូច្នេះយើងឃើញថាត្រង់នេះឯងបានយើងអាចតោងអំពើអាក្រក់បានណាបងប្អូនឥឡូវនឹងត្រង់នឹងយឺននឹងខ្ញាល់ភាសាត្រង់ស្រឡាញ់យើងត្រង់អត់ចង់ណាគេបីបាត់បង់សេចក្តីសង្គ្រោះប៉ុន្តែដំណឹងល្អគឺមានការចុះចូលនឹងព្រះគឺការព្យាបាលនៃជំងឺដូចជាលូកាចំពុក4ខ18អញ្ចឹងប្រាប់យើងដូច្នេះអ្នកដែលបំពេញកិច្ចការជាអ្នកអឺផ្សព្វផ្សាយដំណឹងល្អបើសិនជាអត់ធ្វើតាមគំរូនៃព្រះគម្ពីរកិច្ចការរបស់ទ្រង់អត់អាចបំពេញបានទេហើយខ្ញុំនិយាយនេះមិនមានជាមានចិត្តប្រហើនទេប៉ុន្តែខ្ញុំចង់លើកមកដែរបងប្អូនជាច្រើននៅក្នុងលោកីយ៍នឹងគាត់គិតថាខ្លួនធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អនៅក្នុងចិត្តគាត់ប្រហែលជាគាត់គិតថាគាត់ខំធ្វើវិសមត្ថភាពប៉ុន្តែបងប្អូនជាច្រើនដែរនៅក្នុងក្រុមមួយហ្នឹងគាត់អត់ដឹងពីព្រោះគាត់មានអាណាគេបង្គាប់គាត់ឲ្យត្រឹមត្រូវតែថាដំណឹងល្អមានន័យជ្រៅជ្រះណាស់ចំពោះពួកយើងទាំងអស់គ្នាប៉ុន្តែសំខាន់បំផុតបើសិនជាអ្នកឲ្យខ្ញុំប្រើពាក្យមួយឬក៏ចំណុចមួយដែលជួយពង្យល់ថាតើគោលការណ៍ហើយគោលនយោបាយសំខាន់បំផុតរបស់ដំណឹងល្អគឺជាអ្វីគឺជាការព្យាបាលរបស់មនុស្សឲ្យលែងជាមនុស្សដែលជាមានភាពអាត្មានិយមទៅជាមនុស្សដែលចេះស្រឡាញ់ព្រះហើយស្រឡាញ់អ្នកដទៃដូចជាស្រឡាញ់ខ្លួនដែរមែនទេពីព្រោះនៅក្នុងព្រះគម្ពីរទ្រង់មានព្រះបន្ទូលថាម៉េចថាទ្រង់ប្រៀបធៀបមនុស្សមានបាបទៅឲ្យអ្នកដែល
មានជំងឺហើយទ្រង់គឺជាគ្រូពេទ្យដែលប្រាថ្នាចង់ព្យាបាលជំងឺហ្នឹងហើយការព្យាបាលជំងឺហ្នឹងគឺជាការប្រែប្រួលចិត្តគំនិតយើងឃើញទេយើងអាចជៀសផុតបានទេរឿងហ្នឹងហើយដូច្នេះចំពោះបងប្អូនណាដែលមានការផ្សព្វផ្សាយដំណឹងល្អគាត់ក៏នៅបង្រៀនគេថាព្រះមកដើម្បីសង្គ្រោះយើងហើយឆ្កាងគេឆ្កាងត្រង់លើជើងឆ្កាងត្រង់បូជាជីវិតដើម្បីសង្គ្រោះយើងហើយយើងក៏ទទួលបន់ជាមួយទឹកទទួលស្គាល់ត្រង់ហើយតែប៉ុណ្ណឹងវាគ្រប់គ្រាន់វាមិនមែនទេបងប្អូនដំណឹងល្អមិនត្រឹមតែប៉ុណ្ណឹងទេអញ្ចឹងហើយបានជាត្រង់អត់តន់យាងមកគឺដោយសារមានបងប្អូនជាច្រើនដែលគាត់មានការយល់ច្រឡំនៅក្នុងរឿងហ្នឹងប៉ុន្តែនៅថ្ងៃចុងក្រោយចាប់ពីថ្ងៃនេះតទៅទ្រង់កំពុងតែរៀបចំមនុស្សមួយចំនួនដែលគេយកចិត្តទុកដាក់ដែលគេហ្មត់ចត់ហើយតាមរយៈក្រុមមួយនេះដែលជាសំណល់របស់ព្រះវិហារដែលជាសំណល់របស់ស្ត្រីទ្រង់នឹងបំពេញការផ្សព្វផ្សាយដំណឹងល្អដោយត្រឹមត្រូវហ្មងទោះបើគេពេញចិត្តឬក៏មិនពេញចិត្តក៏ដោយបងប្អូនដូចជាទ្រង់នៅសម័យទ្រង់ផ្សព្វផ្សាយដំណឹងល្អតើរាជរបស់ទ្រង់ពេញចិត្តដែរតើរាជរបស់ទ្រង់ភាគច្រើនទទួលដែរអត់ទេមែនទេអញ្ចឹងហើយបងប្អូនទីបំផុតមុនដែលទ្រង់អាចយកមកបានគឺការផ្សព្វផ្សាយដំណឹងល្អប៉ុន្តែនៅថ្ងៃនេះយើងនឹងពិនិត្យមើលថាតើនៅពេលវេលាដែលពួករាជរបស់ទ្រង់ដែលស្មោះត្រង់ដែលជាសំណល់នឹងកំពុងតែបំពេញកិច្ចការនេះតើមានអ្វីរឿងនេះទៀតតើមានរឿងអ្វីទៀតដែលកើតឡើងនៅថ្ងៃនេះជាពិសេសយើងបាទសូមជម្រាបសួរហើយសូមស្វាគមន៍បងប្អូនទាំងអស់គ្នាអូខេតើឥឡូវនេះយើងចាប់ផ្ដើមមេរៀនបាទសកុនសូមអញ្ជើញបាទសូមអរគុណបាទព្រឹត្តិការណ៍មុនការយាងមកជាលើកទី2របស់ព្រះគ្រីស្ទ13សេចក្តីខ្មាំងរវាងភាពល្អនិងភាពអាក្រក់1តើព្រះគ្រីស្ទមានបន្ទូលថានឹងមានអ្វីកើតឡើងជាលទ្ធផលនៃការផ្សាយដំណឹងល្អដោយស្មោះត្រង់ A ការបៀតបៀនជាលទ្ធផលព្រះគម្ពីរម៉ាកុសជំពូក13ខ9ប៉ុន្តែឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួនពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំហើយនាំទៅចំពោះចៅហ្វាយខេត្តនោះទាំងនោះឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសជាមុនសិនប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅនោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយឬពាក្យដែលត្រូវថាឡើយត្រូវនិយាយតែពាក្យណាដែលបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯងត្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេគឺជាព្រះវិញ្ញាណបរិសុទ្ធទេតើបងប្អូននឹងបញ្ជូនអ្នករាល់គ្នាឲ្យត្រូវស្លាប់ហើយឪពុកនឹងបញ្ជូនកូននឹងលើកគ្នាទាស់នឹងឪពុកម្ដាយហើយនឹងសម្លាប់គាត់បងមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដែលព្រោះឈ្មោះខ្ញុំតែអ្នកណាដែលកាន់ខ្ជាប់ដល់រាបដល់ចុងបំផុតនោះនឹងបានសង្គ្រោះព្រះគម្ពីរលូកាជំពូក21ខ16ប៉ុន្តែទោះទាំងឪពុកម្ដាយបងប្អូនញាតិសន្តានហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នាហើយនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរមែនអូយពាក្យនេះធ្ងន់ណាស់មែនទេខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាតាមត្រង់នេះជាពាក្យរបស់ទ្រង់កុំខឹងខ្ញុំគ្រាន់តែជាអ្នកនាំសារទេអូខេខ្ញុំក៏ជ្រួលច្បល់ដូចជាអ្នកដែរប៉ុន្តែបងប្អូនអើយខ្ញុំប្រាប់អ្នកតាមត្រង់សេចក្តីស្រឡាញ់របស់យើងឥឡូវនេះជាការសមោសម័យទេហើយអ្វីចំពោះគ្នាទៅវិញទៅមកពីព្រោះបើសិនជាគ្មានទ្រង់ឧបត្ថម្ភណែនាំចាក់ចិត្តលួងលោមយើងអាចស្រឡាញ់គ្នាបានទេយើងនឹងកាប់សម្លាប់គ្នាយើងយើងនឹងរកតាអាកាសដើម្បីរួចខ្លួនមកព្រះគម្ពីរចៅយាយកថាចំពុក28បានប្រាប់យើងលទ្ធផលនេះតែថាអ្នកដែលធ្លាប់ស្រឡាញ់គ្នាដោយត្រឹមត្រូវស្ត្រីដែលស្រទន់ដែលទន់ភ្លន់ដែលគេកោតខ្លាចដែលគេគោរពនឹងខ្លាយទៅជាស្ត្រីដែលនឹងក្បត់ប្តី
សម្លាប់ប្តីសម្លាប់កូនស៊ីកូនដោយសារអត់ឃ្លានត្រង់នឹងត្រង់ចង់ប្រាប់យើងថាមនុស្សណាដែលតោងនឹងភាពអាត្មានិយមយូរទៅហើយអត់ព្រមលែងលះវាត្រង់នឹងអនុញ្ញាតឲ្យយើងទទួលផលនៃការសម្រេចចិត្តរបស់យើងនៅគោលលទ្ធិមួយនេះត្រង់បានបង្គាប់យ៉ាងដែរថាកុំឲ្យអ្នកណាគេចំអកត្រង់ឲ្យសោះមនុស្សយើងតែយើងដប់ដាំអីយើងដុសហ្នឹងយើងដាំសាច់ឈាមយើងនឹងបដោះបដាភាពពុករលួយទីបំផុតទទួលសេចក្តីស្លាប់ប៉ុន្តែបើយើងខិតខំបដោះបដាផលផ្លែព្រះវិញ្ញាណយើងនឹងជ្រោតនៅសេចក្តីស្រឡាញ់ហើយទីបំផុតសេចក្តីសង្គ្រោះត្រង់បែងចែករឿងនេះច្បាស់លាស់ណាស់ហើយនៅក្នុងរឿងទាំងអស់នេះបងប្អូនគឺថាមុននឹងក្រោយនៅក្នុងក្រុមជំនុំនៅក្នុងលោកីនៅក្នុងក្រុមគ្រួសារយើងនៅពេលដែលយើងគៀងថ្ងៃមែនតើថ្ងៃដែលត្រង់យើងមកជាលើកទី2ហ្នឹងដោយសារពួកមនុស្សលោកដោយសារក្រុមជំនុំទូទៅមិនព្រមទទួលសេចក្តីពិតមិនព្រមចោះចូលនឹងត្រង់គេតាមតែគំនិតរបស់គេមុននឹងក្រោយត្រង់នឹងដកថយព្រះវិញ្ញាណរបស់ត្រង់បន្តិចម្ដងហើយយើងសួរខ្លួនមើលសប្តាហ៍ថ្ងៃនេះបើប្រៀបធៀបទៅ10 20 30 40 50ឆ្នាំមុនតើយើងមានអារម្មណ៍ថាមនុស្សសប្តាហ៍ថ្ងៃនេះកាន់តែល្អឡើងឬក៏កាន់តែអាក្រក់ឡើងវាមិនពិបាកឆ្លើយទេមែនទេអញ្ចឹងហើយបានឲ្យពួកយើងគិតគូររឿងនេះថាសូម្បីតែអ្នកនៅក្នុងក្រុមជំនុំរបស់យើងសប្តាហ៍ថ្ងៃនឹងដែលយើងរាប់អានស្រឡាញ់គ្នាសឹងថាបដូរផ្ដាច់នឹងថ្ងៃក្រោយនឹងក្បត់យើងដោយសារអ្វីបងប្អូនដោយសារអ្វីគឺដោយសារនេះដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសជាមុនសិនយើងឃើញគេមិនចូលចិត្តទេហើយយើងកុំឲ្យយើងគិតថាអរិយវាឃើញពួករាជរបស់ទ្រង់ដែលទ្រង់កំពុងតែប្រមូលដើម្បីផ្សព្វផ្សាយដំណឹងល្អវាដឹងថានៅពេលបើសិនជាពួកនេះបានសម្រេចកិច្ចការរបស់វានឹងបរាជ័យហើយវាដឹងថាពេលវេលានឹងវាខ្លីណាស់ទៅហើយមនុស្សវាដូចជាមនុស្សអាក្រក់មួយអញ្ចឹងដែលតវ៉ាគេចង់ឈ្នះគេទោះបីដឹងតែខ្លួនចាញ់ក៏ដោយទោះបីដឹងខ្លួនខុសក៏ដោយទៅនៅតែចង់ឈ្នះគេពួកយើងទាំងអស់គ្នាតិចឬច្រើនមុនឬក្រោយក៏តែងតែមានគំនិតអញ្ចឹងដែរមែនទេយើងអត់ចង់ចាញ់គេទេនៅក្នុងចិត្តយើងហើយចុះអរិយដែលវាជាមេអាក្រក់អក្រីទៅហើយស្មានតែវាឲ្យមានគំនិតអញ្ចឹងហើយវាដឹងថាត្រង់ទុះទាយថាវានឹងចាញ់មិនខានតាមរយៈការផ្សព្វផ្សាយដំណឹងល្អតើវានឹងអង្គុយសម្លឹងមើលយើងដែលអត់មានការធ្វើឬអីវានឹងច្បាស់ជាខិតខំបង្ខូចកិច្ចការរបស់ទ្រង់តាមរយៈបងប្អូនមួយណាគឺជាបងប្អូននៅក្នុងក្រុមជំនុំហ្នឹងហើយបងប្អូនទីបំផុតចំពោះបងប្អូនដែលកំពុងតែធ្វើកិច្ចការមួយនេះផ្សព្វផ្សាយមិនល្អតើបងប្អូនមួយណាដែលអុកលុកដែលរារាំងកិច្ចការគេនេះនៅសម័យត្រង់តើអញ្ចឹងដែរតើនៅសម័យត្រង់អញ្ចឹងដែរពិតមែនហើយមែនទេត្រង់ធ្វើប៉ុន្តែពួកសាសយូដាគេមិនត្រឹមតែមិនទទួលទេគេមិនសុខចិត្តហើយបើសិនជាត្រង់អត់ញែកខ្លួនចេញពីក្រុងយេរូសាឡឹមហើយនឹងស្រុកយូដានៅចំណន់នោះហើយទៅស្រុកកាលីលេដែលគេទទួលស្គាល់សេចក្តីពិតជាងពួកសាសយូដាកិច្ចការរបស់ត្រង់មិនអាចបំពេញបានមកនេះហើយគឺជាគំរូពួកយើងបងប្អូននៅថ្ងៃក្រោយនៅថ្ងៃនេះដើម្បីយើងមិនមែនថាយើងគួរពិបាកចិត្តហើយយើងគួរតែពិបាកចិត្តហើយអស់ពីច្រកពីថ្លើមដែលមិនត្រឹមតែបងប្អូនក្រុមជំនុំទេប៉ុន្តែដូចជាលូកាប្រាប់យើងអញ្ចឹងឪពុកម្ដាយបងប្អូនបង្កើតយើងសាច់ញាតិយើងមិត្តសម្លាញ់របស់យើងយ៉ាងម៉េចដែរនឹងបញ្ជូនយើងរាល់គ្នាហើយនឹងសម្លាប់អ្នករាល់គ្នាខ្លះផងវាពិបាកទទួលណាស់ប៉ុន្តែវាជាការពិតហើយចំពោះខ្ញុំសុខចិត្តដឹងសេចក្តីពិតជាមុនទោះបើពិបាកចិត្តក៏ដោយប៉ុន្តែនៅក្នុងចិត្តខ្ញុំដឹងថាមានអ្វីកើតឡើងហើយខ្ញុំអាចត្រៀមចិត្តត្រៀមអីបានមែនទេយកវាឈឺប៉ុន្តែវាហើយនៅវាមិនសូវគ្រោះថ្នាក់ដូចជាអ្នកដែលមិនព្រមទទួលឬក៏មិនដឹងដល់ពេលដែលវាកើតឡើងមែនពួកគាត់ភ្ញាក់ផ្អើលហើយគាត់ដូចថាសឹងថាខ្ចោលកដោយសារគាត់នឹកស្មានមិនដល់ដោយសារគាត់មិនព្រមទទួលបងប្អូន
ខ្ញុំចង់ចំណាយពេលវេលាបន្តិចដើម្បីបញ្យល់ចំណុចហ្នឹងហើយខ្ញុំនិយាយរឿងមួយទៀតសង្គ្រាមនៅក្នុងប្រទេសបើសិនជាយើងដឹងជាមុនតើយើងសប្បាយចិត្តដែរដែលយើងគិតថាថ្ងៃក្រោយបងប្អូនយើងមិត្តភ័ក្តិយើងអ្នកជិតខាងយើងនឹងត្រូវស្លាប់ដោយសារសង្គ្រាមយើងច្បាស់ជាពិបាកចិត្តហើយប៉ុន្តែយ៉ាងហោចណាស់គឺយើងមានប្លង់យើងមានគំរូយើងមានគោលដៅដើម្បីជៀសវាងជីវិតរបស់យើងសេអាសាជីវិតរបស់យើងក្រុមគ្រួសាររបស់យើងហើយអ្នកដែលតាមយើងទៅទៀតហើយដល់ពេលដែលយើងកំពុងតែរងគ្រោះហ្នឹងវាមិនជាការងាយទេវាមិនជាការសុខស្រួលទេចំពោះជាពិសេសចំពោះបងប្អូនដែលធ្លាប់ជួបប្រទះសម័យប៉ុលពតមែនទេប៉ុន្តែដូចជាសពថ្ងៃនឹងចឹងបងប្អូនយើងសុខចិត្តទទួលឥឡូវទៅវាប្រសើរជាងយើងមិនបិទភ្នែកបិទត្រចៀកអូខេសុខុនបាទសូមជួយបន្តទៅទៀតជំរាបសួរអង បាទជំរាបសួរក្មួយ ពីការបៀតបៀនកើតឡើងជាអតិដោយសារការកាត់ឲ្យជាប់ទោសនៃព្រះវិញ្ញាណបរិសុទ្ធដែលមនុស្សស្អប់ 1. ធម្មជាតិមនុស្សស្រឡាញ់អំពើអាក្រក់យូហានពុក3ខ19ហើយទោសនេះគឺថាពន្លឺបានមកក្នុងលោកីតែមនុស្សលោកជួយចិត្តនឹងសេចក្តីងងឹតជាពន្លឺពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មានសុទ្ធតែអាក្រក់ខំភ័យត្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់នោះតែងស្អប់ដល់ពន្លឺហើយមិនមកឯពន្លឺទេក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មានបានបើកឲ្យឃើញខំ21តែអ្នកណាដែលបានប្រព្រឹត្តតាមសេចក្តីពិតវិញនោះតែងមកឯពន្លឺដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្តបានសម្ដែងមកឲ្យដឹងថាបានធ្វើដោយនៅព្រះណាអរគុណក្មួយឥឡូវមកចង់និយាយវែងឆ្ងាយខតមួយនេះវាស្រួលយល់ឯកលការនេះស្រួលយល់ទេណាថាមនុស្សយើងនៅក្នុងលោកនេះមានតែពន្លឺហើយភាពងងឹតភាពល្អភាពអាក្រក់ពូជស្ត្រីពូជសាតាំងតាមពិតពូជស្ត្រីគឺជាពូជព្រះហើយពូជបុត្រគឺជាពូជអរិយពួកយើងអាចជ្រើសរើសផ្លូវតាពីរនឹងបានគាត់យើងកើតមកនៅក្នុងគ្រួសារអរិយសាតាំងដោយសារយើងដឹងក្តីមកយើងអាក្រក់ទៅហើយគ្មានណាគេណែនាំយើងទេយើងអាក្រក់ដោយឯងហ្មងប៉ុន្តែតាមរយៈការស្គាល់សេចក្តីពិតយើងអាចជ្រើសរើសដូរត្រកូលទៅត្រកូលព្រះទៅវិញឃើញទេបងប្អូនប៉ុន្តែតាមធម្មជាតិមនុស្សយើងអត់ស្រឡាញ់ទេហើយក៏មិនសប្ឲ្យហើយមិនឲ្យឃើញទេគេមិនចង់ទេរៀនសេចក្តីពិតដោយសារអ្វីនេះគេមិនពេញចិត្តដោយសារគេមិនចង់ឮគេមិនចង់ដឹងថាអ្វីដែលគេកំពុងតែធ្វើនឹងវាជាការអាក្រក់ហើយនឹងនាំឲ្យគេស្លាប់ហើយអាចរារាំងគេកុំឲ្យទទួលសេចក្តីសង្គ្រោះតើមនុស្សណាដែលកំពុងតែលងសប្បាយនៅក្នុងអំពើបាបហើយចង់ទទួលសេចក្តីពិតដូចគ្នាសុំទោសទទួលសេចក្តីសង្គ្រោះដូចគ្នាតើគេតើអ្នកណាគេចង់ឮពាក្យហ្នឹងមនុស្សយើងចង់បានទាំងល្អចង់បានទាំងអាក្រក់យើងចង់តោងទៅពីហ្នឹងហ្មងមែនទេយើងចង់តោងអ្វីដែលយើងចង់ធ្វើឥឡូវនេះហើយនៅមានសង្ឃឹមថ្ងៃក្រោយដែលយើងនឹងបានសង្គ្រោះដែរអានឹងឯងបងប្អូនគឺជាគ្រឹះនៃបញ្ហានៅក្នុងមនុស្សយើងលោកនៅក្នុងលោកីប៉ុន្តែជាពិសេសនៅក្នុងព្រះវិហារអានឹងឯងមកវាមានតែមានការយល់ច្រឡំវាតែមានការទើសទាល់គ្នាការបាក់បែកគ្នាការកាប់សម្លាប់គ្នាការគុំគ្នាទៅវិញទៅមកដោយសារអារឿងនឹងឯងចិត្តរបស់យើងវាធំណាស់យើងរស់សពថ្ងៃនេះប្រាថ្នារឿងតែមួយគត់គឺធ្វើតាមអំពើចិត្តរបស់យើងចិត្តយើងចូលចិត្តធ្វើអ្វីចូលចិត្តគិតអ្វីចូលចិត្តនិយាយអ្វីយើងចង់ធ្វើតែនឹងឯងហើយយើងអត់ចង់ណាគេមកប្រាប់យើងថាយើងធ្វើចេះធ្វើចុះខុសទេភាពអាត្មានិយមឃើញវាអាក្រក់អាក្រៃដល់ថ្នាក់ហ្នឹងទេបងប្អូនអញ្ចឹងហើយបានយើងដាច់ខាតត្រូវតែព្រមបើសិនជាយើងចង់បានសេចក្តីសង្គ្រោះយើងត្រូវព្រមចុះចូលនឹងទ្រង់ឲ្យទ្រង់ព្យាបាលយើងពីអាជំងឺមួយហ្នឹងអូខេបាទសូមជួយបន្តសុខុនអរគុណបាទ
ngày đi mai có chọn an đây បាទសូមជួយ និយាយលោកគ្រូ បាទព្រះសួរ ចាអានធ្វើណាទៅខ្ញុំអត់សូវចេះទេ បាទអត់អីទេ សុំ ខ្ញុំក៏តទោសចេះដែរ ចាចា ពីរភាពល្អនិងភាពអាក្រក់มันអាចរួមរស់ជាមួយគ្នាដោយក្តីរីករាយឡើយកូរិនថូសទី2ចំពុក6ខ14កុំឲ្យនឹមទឹកនឹម ស្រៀប នឹងស្រៀកជាមួយនឹងមនុស្សមិនជឿឡើយបិទឯងសេចក្តីសុចរិតនិងសេចក្តីទន្ទឹមច្បាប់តើមានការប្រកបអ្វីនឹងគ្នាឬពន្លឺនឹងងងឹតលេងឡំគ្នាដូចមកដាច់បាន15តើព្រះគ្រីស្ទនិងអរិយបេសាត្រូវអ្វីនឹងគ្នាឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿទៀតអេផេសូចំពុក5ខ6កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីអត់ប្រយោជន៍ឡើយបិទគឺដោយព្រោះសេចក្តីទាំងនោះបានជាសេចក្តីក្រោធរបស់ព្រះបានមកលើមនុស្សរឹងចចេះ7ដូច្នេះកុំឲ្យមានចំណែកជាមួយនឹងគេឡើយបាត់កាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរតែឥឡូវនេះវិញបានភ្លឺក្នុងព្រះអង្គម្ចាស់ដូច្នេះចូលដើរដូចជាមនុស្សភ្លឺចុះ9ត្បិតផលផ្លែនៃពន្លឺនោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អសេចក្តីសុចរិតនិងសេចក្តីពិត10ចូលលោមើលឲ្យដឹងសេចក្តីអ្វីដែលព្រះអង្គម្ចាស់ទ្រង់សពព្រះハរទីចុះ11កុំឲ្យប្រកបក្នុងការអត់ផលប្រយោជន៍របស់សេចក្តីងងឹតឡើយស៊ូបន្តោសវិញ មែនអរគុណមីងបាទអរគុណឥឡូវយើងឃើញថាម៉េចថាទ្រង់បង្គាប់យើងថាម៉េចបន្ទោសអ្វីអំពើអាក្រក់ត្រង់នឹងឯងនេះហើយគឺជាសេចក្តីស្រឡាញ់ណាបងប្អូនសម័យឥឡូវចាប់ដើមមានមនុស្សជាច្រើនដែលភ្លេចគោលការណ៍នេះដែលពួកអាយកោយើងនៅស្រុកខ្មែរមិនចាំបាច់អាយកោព្រះវិហារទេគឺជាអាយកោស្រុកខ្មែរយើងនឹងពីដើមគាត់តែប្រើពាក្យយ៉ាងម៉េចគេអប់រំគេស្ដីគេវាយដោយសារគេស្រឡាញ់តើឪពុកម្ដាយណាដែលខំអប់រំខំឧបត្ថម្ភខំលួងលោមកូនដែលទីបំផុតខំវាយកូនដើម្បីអ្វីចង់ធ្វើបាបឬចង់ឲ្យវាល្អយើងឃើញទេដូច្នេះសេចក្តីស្រឡាញ់មិនមែនត្រឹមតែអែមល្ហែមតែមួយទេសេចក្តីស្រឡាញ់នៅពេលចាំបាច់ក៏ត្រូវការប្រើការអប់រំការប្រមានការគំរាមការបន្ទោសដែរបងប្អូននេះហើយគឺជាគោលលទ្ធិរបស់ព្រះគម្ពីរយើងឃើញទេប៉ុន្តែបងប្អូនខ្លះនៅសម័យនេះគាត់តែមានកំណត់ថាយើងស្រឡាញ់កូនយើងកំបាយវាអីយើងបដ ாய் វាតាមពីព្រោះយើងបដ ாய் វាទៅពីព្រោះយើងគិតថាការនៅពីដើមខ្ញុំពិបាកយ៉ាងណាយ៉ាងណីអត់ដែរញ៉ាំឆ្អែតអត់ដែរញ៉ាំឆ្ងាញ់អត់ដែរសប្បាយអត់ដែរលយអត់ដែរតែពេលកូនយើងមកវាទីឲ្យបាននឹងទីបំផុតតើអាលទ្ធផលនឹងវាយ៉ាងណាបងប្អូនចំពោះកូនរបៀបនេះតើវាធំឡើងវាខ្លាចជាកូនដែលគួរសមឬក៏កូនដែលមិនគួរសមខ្ញុំមិនចាំឲ្យឆ្លើយទេខ្ញុំដឹងថាអ្នកដឹងចម្លើយទៅហើយមែនទេដូច្នេះទ្រង់ប្រាប់យើងថាអំពើអាក្រក់ហើយអំពើល្អមនុស្សដែលស្រឡាញ់អំពើល្អហើយនឹងឬក៏ស្រឡាញ់អំពើអាក្រក់អត់អាចរស់នៅជាមួយគ្នាដែលមានសេចក្តីសុខបានទេដូចជាប្តីប្រពន្ធដែលចិត្តគំនិតខុសគ្នាប្រាថ្នាបំណងខុសគ្នាវាតែងតែឆ្លោះគ្នាបាក់បែកគ្នាហើយមែនទេមិត្តភក្តិក៏ដូចគ្នាព្រះគ្រីស្ទ
ហើយនឹងអរិយអត់អាចចុះចូលគ្នាបានសុខទេត្រង់នឹងឯងបានវាជាគ្រឹះមួយទៀតនៃការបៀតបៀនពីព្រោះនេះត្រង់ឲ្យយើងយ៉ាងម៉េចដែរឲ្យចេះបន្ទោសប៉ុន្តែបន្ទោសហ្នឹងណាមិនមែនឲ្យបន្ទោសរបៀបលោកីទេរបៀបលោកីបន្ទោសគឺជេរប្រមាថឬក៏ធ្វើបាបដែលខុសខើប៉ុន្តែចំពោះព្រះការបន្ទោសបងប្អូនគឺជាការលួងលោមការណែនាំការអត់ធ្មត់ពុទ្ធដោយសម្បរធម៌មានពេលវេលាមានកំណត់មានរបៀបនិយាយមិនមែនយើងចេះតែនិយាយតាមរយៈដល់ពេលយើងខឹងគ្នាទៅវិញទៅមកទេឃើញទេអ្វីដែលយើងនិយាយរបៀបដែលយើងនិយាយអ្វីដែលយើងនិយាយពេលវេលាដែលយើងនិយាយវាមានសារៈសំខាន់នៅក្នុងការបន្ទប់មនុស្សដែលកំពុងតែពង្វេកបងប្អូនអូខេសុខុនអានអរគ្នានោះសុខុនបាទនៅម្នាក់ទៀតបង បាទសូមជូន លោកគ្រូមេសួរលោកគ្រូ បាទជម្រាបសួរ បាយអ្នកដែលពេញវ័យខាងវិញ្ញាណនិងបំភ្លឺអ្នកជំវិញខ្លួនម៉ាថាយចំពុក5ខ13អ្នករាល់គ្នាជាអំបិលនៃផែនដីបើអំបិលបាត់ជាតិប្រៃហើយនោះតើនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបានជារបស់គ្មានប្រយោជន៍ទៀតសោះមានតែបោះបង់ចោលទៅក្រៅឲ្យមនុស្សដើរជន់ប៉ុណ្ណោះអ្នករាល់គ្នាជាបន្លឺនៃលោកីឯទីក្រុងណាដែលនៅលើភ្នំនោះលាក់មិនកំបាំងទេក៏គ្មានអ្នកណាអុជចង្គៀងយកទៅដាក់ក្រោមខាងដែរគេតែងដាក់លើចង្គៀងវិញនោះទៅភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នាដូច្នេះចូលឲ្យពន្លឺបានភ្លឺទៅមុខមនុស្សលោកទាំងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះបបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌អរគុណប៉ានីបាទឥឡូវយើងឃើញថានៅក្នុងចំណុចនេះទ្រង់បង្គាប់យើងថាម៉េចថាអ្នករាល់គ្នាជាអ្វីជាពន្លឺនៃលោកីនេះហើយគឺជារាជរបស់ទ្រង់បងប្អូនបើសិនជាបងប្អូនណានៅក្នុងគ្រឹះសាសនាខ្ញុំនិយាយភាសាទេកុំប្រកាន់ក្រុមជំនុំឲ្យសោះអ្នកណាគេដែលមាននាមជាគ្រីស្ទៀនហើយប្រាថ្នាចង់រស់នៅក្នុងព្រះគុណព្រះគ្រីស្ទដាច់ខាតឬតែយកចិត្តទុកដាក់នៅក្នុងចំណុចនេះអ្នករាល់គ្នាជាពន្លឺនៃលោកីបើសិនជាយើងអត់ព្រមទទួលសក្តីពិតផងដែលជាភាសាអាមួយដែលប៉ះពាល់ដល់អារម្មណ៍របស់យើងការរស់នៅរបស់យើងទោះបីយើងឥឡូវដែលយើងធ្វើកើតឬមិនកើតឥឡូវហ្នឹងកុំតណាគិតវាយើងទុកមកខាងពីព្រោះអ្វីក៏ដោយមុនដែលយើងអាចផ្លាស់ប្រែអាការប្រព្រឹត្តរបស់យើងគឺមុនដំបូងគឺយើងត្រូវតែទទួលស្គាល់ថាមានបញ្ហាហើយយើងត្រូវទទួលចំណេះអាការធម្មសាស្ត្រនៅក្នុងខួរក្បាលយើងដែរមែនទេជំហានទី1គឺយើងត្រូវតែទទួលចំណេះទទួលការដឹងខុសត្រូវជាមុនសិនបានយើងអាចបែងចែកពេលក្រោយថាពួកយើងគួរធ្វើយ៉ាងម៉េចអញ្ចឹងហើយបាននៅក្នុងចំណុចនេះបងប្អូនបើសិនជាយើងអត់ពេញចិត្តមេរៀនដែលយើងគិតថាធ្ងន់ចំពោះពួកយើងខាងឯសាច់ឈាមតើយើងអាចទទួលពន្លឺពីព្រះតាមរបៀបណាហើយតើពួកយើងអាចធ្វើជាពន្លឺដល់លោកីតាមរបៀបណាដោយត្រឹមត្រូវឃើញទេច្បាស់លាស់ហ៎ចំណុចបន្តមកទៀតពន្លឺមួយនេះមិនមែនត្រឹមតែជាការអธิบายតែមួយទេពីព្រោះព្រះគម្ពីរប្រាប់យើងថាម៉េចថាឲ្យយើងប្រព្រឹត្តការល្អទាំងនេះការប្រព្រឹត្តនោះគឺជាអ្វីដែលយើងធ្វើមិនមែនគ្រាន់តែទ្រឹស្ដីតែមួយទេការល្អនឹងគេឃើញប៉ុន្តែគេឃើញនឹងមិនមែនថាយើងទៅជំរុញនៅមុខគេដូចជាពួកផារ៉ាស៊ីទេដែលចូលចិត្តធ្វើល្អនៅមុខគេឯងណាដើម្បីឲ្យគេអាណិតដើម្បីឲ្យគេសរសើរដើម្បីឲ្យគេផ្លុំទៅជាមិនមែនអញ្ចឹងទេប៉ុន្តែអាការគេឃើញនឹងគឺជាលទ្ធផលនៃសេចក្តីស្រឡាញ់ដែលមកពីព្រះយើងជួយអ៊ំដែលគាត់ក្រដែលគាត់ជាមេម៉ាយយើងជួយគ្នាតាមរយៈផ្សេងទៅបើមិនលុយកាក់ក៏ដោយក៏ជាកម្លាំងចែកចំណីអាហារគាត់ជួយបដិបដាលកូនចៅគាត់ជួយមើល
សម្បត្តិរបស់យើងខ្ញុំតែងតែលើកនេះមកនិយាយសម្បត្តិរបស់យើងកុំឲ្យយើងធ្លាប់គិតថាជាលុយកាក់តែមួយមែនវាមានលុយកាក់ប៉ុន្តែសម្បត្តិរបស់យើងថ្លៃជាងនឹងទៅទៀតគឺជាពេលវេលារវាងបងប្អូននៅក្នុងលោកីជាពិសេសនៅក្នុងក្រុមជំនុំអាការថ្វាយប្រាក់ទៅព្រះហ្នឹងវាស្រួលជាងការថ្វាយពេលវេលាហើយសូម្បីអញ្ចឹងក៏ដោយក៏វាពិបាកចំពោះយើងដែរចំពោះដង្វាយយើងគិតមើលបើសិនជាយើងដឹងថាពេលវេលាយើងថ្លៃជាងលុយទៅទៀតចុះបងប្អូនដែលចំពុកដួលនៅក្នុងការដាក់ដង្វាយហ្នឹងតើគាត់មានចិត្តថ្វាយព្រះនៅពេលវេលាគាត់ដែរហើយបើខ្ញុំនិយាយថាពេលវេលាវាថ្លៃជាងប្រាក់បងប្អូនពីព្រោះប្រាក់យើងអាចរកបាននៅពេលណាដែលយើងនៅមានគំនិតនៅមានកម្លាំងប៉ុន្តែពេលវេលាយើងធ្វើយ៉ាងណាយ៉ាងណីក៏ដោយគឺយើងមិនអាចរកវាបានដែរដូច្នេះសម្បត្តិណាដែលមិនងាយរកឬក៏មិនអាចរកបានសម្បត្តិហ្នឹងឯងគឺជាអ្វីដែលថ្លៃបំផុតចំពោះពួកយើងអូខេអរគុណសខុនបាទបានចុះបងសៅបានសូមជូនបន្តទៅទៀតបានអូជំរាបសួរបាទជំរាបសួរ4មនុស្សជាច្រើនមិនចង់លើអំពីអំពើអាក្រក់របស់ពួកគេទេប៉ុន្តែព្រះបានណែនាំយើងឲ្យប្រមានពិភពលោកថាពួកគេអាចរៀបចំខ្លួនឲ្យបានត្រឹមត្រូវសម្រាប់ការយាងមកជាលើកទី2របស់ទ្រង់អេសេគៀលចំពុក33ខ2កូនមនុស្សអើយចូលប្រាប់ដល់ពួកកូនចៅសារឯងថាកាលណាអញនាំដាវមកលើស្រុកណាហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេតាំងឡើងជាអ្នកយាមបើអ្នកនោះឃើញដាវមកលើស្រុកក៏ផ្លុំត្រែដាស់បណ្ដាជនហើយមានអ្នកណាឮសូរត្រែតែមិនអើពើសោះបើដាវមកពិតហើយយកជីវិតគេទៅនោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញព្រោះបានឮសូរត្រែតែមិនអើពើសោះដូច្នេះគេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញត្បិតបើបានអើពើនោះនឹងបានរួចជីវិតជាពិតតែបើអ្នកចាំយាមឃើញដាវមកហើយមិនផ្លុំត្រែឲ្យបណ្ដាជនបានដឹងរួចដាវក៏មកដល់យកជីវិតអ្នកណាចេញពីពួកគេទៅអ្នកនោះនឹងត្រូវស្លាប់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួនតែអញនឹងទាឈាមរបស់អ្នកនោះពីដៃអ្នកយាមអ្នកចាំយាមវិញអេមែនអរគុណក្មួយឥឡូវពេលនឹងធ្ងន់ចំពោះពួកយើងដែរឥឡូវខ្ញុំសួរខ្ញុំនិយាយភាសាទៀតកុំប្រកាន់ក្រុមជំនុំបងប្អូនដែលស្ដាប់នៅលើ YouTube យើងឥឡូវហ្នឹងចាត់ទុកថាអ្នកអរអ្នកជួបព្រះយើងចារអ្នកជួបព្រះអស់សេចក្តីមកអ្នកជួបព្រះហើយអ្នកផ្ដល់តម្លៃព្រះគម្ពីរតើតួនាទីរបស់ពួកគ្រីស្ទានយ៉ាងម៉េចដែរបងប្អូនណាយើងដឹងសេចក្តីពិតហើយនេះឃើញទេតើយើងមានពន្លឺហើយតើតួនាទីរបស់យើងគឺជាអ្វីយើងទឹកមានកិច្ចការត្រង់ចង់ឲ្យយើងប្រមានប៉ុន្តែមុនការប្រមាននឹងយើងលួងលោមប៉ុន្តែនេះបើយើងមើលអាពាក្យដែលត្រង់ប្រើហ្នឹងអ្នកយាមនៅលើកំផែងហ្នឹងអ្នកយាមនៅកំផែងគឺកំពុងតែមើលសន្តិសុខមើលសុវត្ថិភាពរបស់ទីក្រុងមានសត្រូវឬមានបញ្ហាគេត្រូវផ្លុំត្រែដើម្បីប្រមានប្រជាជនមែនទេដើម្បីឲ្យប្រយ័ត្នប្រយែងប្រុងប្រៀបខ្លួនប្រយុទ្ធឬក៏រឿងឯមួយទៀតឬក៏ការពារខ្លួននៅក្នុងចំណុចណាមួយយើងឃើញទេត្រង់បើសិនជាយើងអត់ឆ្លៀតឱកាសប៉ុន្តែត្រង់នេះមិនមែនតែយើងធ្វើតាមនឹកឃើញរបស់យើងទេដូចខ្ញុំប្រាប់ចឹងការផ្សព្វផ្សាយដំណឹងល្អមានពេលវេលាមានកំណត់មានកម្រិតហើយមានរបៀបយើងអាចចេះដល់ណាឃើញនៅព្រះគម្ពីរចេះយើងធ្វើអញ្ចឹងគេមិនត្រឹមតែមិនជឿទេគេស្អប់យើងថែមទៀតដោយអត់ហេតុដោយហេតុមិនល្អយោបល់របស់ព្រះគម្ពីរគឺឲ្យយើងទីមួយស្គាល់សេចក្តីពិតសិនហើយបើសិនជាយើងមានឱកាសត្រង់យើងតែនៅក្នុងការអធិដ្ឋានរបស់យើងនេះបើសិនជាយើងចង់ធ្វើជាអ្នកធ្វើការថ្វាយត្រង់ចង់ឲ្យយើងអធិដ្ឋានសូមត្រង់ព្រះម្ចាស់នៅថ្ងៃនេះបើសិនជាត្រង់សប្តិឲ្យខ្ញុំជួបនរណាគេមួយដើម្បីខ្ញុំអាចធ្វើជាសាក្សីដើម្បីផ្ដល់សេរីល្អទៅត្រង់ឲ្យបង្រៀនគេក្នុងសេចក្តីពិតនៅក្នុងចំណុចណាមួយតូចឬធំក៏ដោយសូមត្រង់មេត្តាឲ្យខ្ញុំជួបប្រទះផងហើយយើងរងចាំយើងត្រៀមខ្លួន
មិនមែនយើងគាត់តែឃើញមនុស្សចេះតែជំរុញនេះជំរុញនោះទេបងប្អូនអើយយល់ទេបងប្អូនយល់ចំណុចហ្នឹងហ៎ចាំថាចិត្តមនុស្សយើងបើសិនជាគេមកសួរយើងមានឱកាសជួនកាលការរស់នៅរបស់យើងចិត្តគំនិតរបស់យើងប្លែកពីគេមើលឃើញមកយើងថាណានេះមិនអញ្ចឹងអត់ដែលឃើញប្រើពាក្យអាក្រក់ញ៉ាំម្ហូបអាហារក៏ល្អអាកប្បកិរិយាក៏ល្អគួរសមមកធ្វើការតន់ពេលវេលាអត់ដែលធ្វើអាក្រក់ក្រែណាគេធ្វើអ្វីដែលយុត្តិធម៌មនុស្សខ្លះគេមើលគេឃើញគេដឹងហើយគេអាចឆ្ងល់នេះព្រះវិញ្ញាណលួងលោមចិត្តគេហើយដូចជាព្រះលួងលោមលោកម៉ូសេឃើញការចម្លែកដែលកើតឡើងនៅក្នុងដើមដែលឆេះនឹងអញ្ចឹងហើយទីបំផុតអ្នកមិនហេតុថាអ្នកចម្លែកម្លេះពេលហ្នឹងគឺជាឱកាសដែលទ្រង់ផ្ដល់ឲ្យយើងនៅពេលហ្នឹងខ្ញុំជាអ្នកជឿព្រះទ្រង់បង្កឲ្យខ្ញុំឲ្យចេះត្រឹមត្រូវឲ្យចេះស្រឡាញ់គេឯងដូចជាខ្ញុំស្រឡាញ់ខ្លួនគេខំលឺចឹងកំណត់ហ្នឹងគេក៏ប្លែកម្លេះសាសនារបស់ខ្ញុំគិតថាអ្វីដែលខ្ញុំមានគឺសារគុណសម្បត្តិរបស់ខ្ញុំទាំងអស់ប៉ុន្តែអ្នកនិយាយថាអ្វីដែលអ្នកធ្វើនេះគឺជាគុណសម្បត្តិរបស់ព្រះទៅវិញហើយគេនឹងគិតថាសាសនាខ្ញុំមើលមនុស្សជឿហើយសាសនាឯងមនុស្សជឿមិនក៏ខុសគ្នាអញ្ចឹងធម្មតាមនុស្សយើងតែអ្វីតែល្អគួរសមគេឃើញហើយអានេះគឺជានិស្ស័យជាមនុស្សនិយាយបងប្អូនប៉ុន្តែសំខាន់បំផុតចំណុចនេះគឺថាពួកយើងមានតួនាទីហើយយើងកុំគិតថានេះជាកិច្ចការរបស់អ្នកដឹកនាំក្រុមជំនុំអ្នកណាគេដែលមាននាមជាអ្នកជឿព្រះគឺមានកិច្ចការមួយនេះឯងបងប្អូនតូចឬធំជួនកាលបងប្អូនខ្លះកិច្ចការតូចតាចហ្នឹងគឺជាកូនចៅរបស់គាត់ខ្លះទៀតគឺជាអ្នកធ្វើការជាមួយគាត់អ្នកខ្លះទៀតជាអ្នកនៅទីផ្សារដែលគាត់ឃើញរាល់ថ្ងៃយល់ទេចំណុចហ្នឹងកុំឲ្យយើងគិតថាជាគ្រូបង្រៀនឬក៏អ្នកកង្វៀលតែមួយគត់ដែលមានកិច្ចការនេះខ្ញុំឧទាហរណ៍មួយនៅរឿងណាមិនតើព្រះប្រើអ្វីអ្នកណាតើព្រះប្រើហោរាដើម្បីណែនាំឲ្យណាមិនទៅឲ្យស្រុកអ៊ីស្រាអែលដើម្បីឲ្យគេព្យាបាលឬក៏អ្នកណាគេតើអ្នកណាគេចាំរឿងហ្នឹងដែរកូនក្មេងយើងឃើញទេច្បាស់ស្គីនៅតាមរឿងហ្នឹងសូម្បីតែកូនក្មេងក៏ទ្រង់អាចប្រើបានដែរហើយណែនាំមិនមែនណែនាំមនុស្សធម្មតាណាគាត់ណែនាំមេតបហ្នឹងគឺជាមេតបសំណពចិត្តរបស់ស្ដេចផងយើងឃើញទេបងប្អូនកុំឲ្យយើងប្រកាន់ឋានៈថាបើសិនជាយើងគ្មានសញ្ញាបត្រហើយគ្មានការបំពោះពីក្រុមជំនុំដែលយើងគ្មានសមត្ថភាពចែកចាយព្រះបន្ទូលទៅអ្នកដទៃអសោះគំនិតមួយនឹងអត់ត្រឹមត្រូវនឹងគោលការណ៍ហើយគោលលទ្ធិព្រះគម្ពីរទេអូខេបងសូមជួយបន្តទៅទៀតបាទបងប្អូន5យើងអាចមើលឃើញរឿងទាំងអស់នេះនៅក្នុងព្រះគម្ពីរថាមនុស្សនឹងបៀតបៀនអ្នកដទៃនៅពេលដែលអំពើអាក្រក់របស់ពួកគេត្រូវបានលាតត្រដាងព្រះគម្ពីរកិច្ចការចំពុក7ខ51អោពួកមនុស្សវ៉ារឹងដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយអ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាបពួកអាយកោអ្នករាល់គ្នាយ៉ាងណានោះអ្នករាល់គ្នាក៏យ៉ាងនោះដែរតើមានហោរាណាមួយដែលពួកអ្នករាល់គ្នាដែលពួកអាយកោអ្នករាល់គ្នាមិនបានធ្វើទុកបៀតបៀនឲ្យគេបានសម្លាប់ពួកអ្នកដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយើងមកដែរឥឡូវនេះអ្នករាល់គ្នាក៏បានក្បត់ហើយសម្លាប់ព្រះអង្គនោះអ្នករាល់គ្នាជាអ្នកដែលបានទទួលកិត្តិយសដោយព្រះចាត់ចែងពួកទេវតាមកតែមិនបានកាន់តាមសោះតែ54ការបានឮសេចក្តីទាំងនោះហើយគេកើតមានចិត្តក្តៅក្រហាយណាស់ទាំងសង្កេតធ្មេញដាក់គាត់ផងតែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធនោះក៏សម្លឹងមើលទៅលើមេឃឃើញសេរីល្អនៃព្រះនឹងព្រះយេស៊ូវឈរនៅខាងស្ដាំព្រះហស្ថស្ដាំរួចគាត់មានវាចាថាមើលខ្ញុំឃើញមេឃចំហនិងកូនមនុស្សឈរនៅខាងព្រះហស្ថស្ដាំនៃព្រះនោះគេក៏ស្រែកឡើងជាខ្លាំងទាំងចុកត្រចៀកហើយស្ទុះចូលព្រមគ្នាទៅលើគាត់គេកញ្ឆក់នាំគាត់ចេញទៅ
ខាងក្រៅទីក្រុងរួចចោលនឹងថ្មហើយពួកស្មូនបន្ទាល់គេក៏ផ្ញើអាយគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ឈ្មោះសុល បាទអរគុណបងអេមែនឥឡូវយើងឃើញថានេះជាក្រុមជំនុំមួយក្រុមមួយនេះភាគច្រើននៅក្នុងក្រុមជំនុំសពថ្ងៃនេះខ្ញុំនិយាយនេះដោយចុកចាប់ចិត្តទេបងប្អូនខ្ញុំមិនមែនសប្បាយចិត្តទេដូចជាព្រះបង្គាប់យើងថានៅពេលដែលទ្រង់ឃើញមនុស្សអាក្រក់ស្លាប់ទ្រង់មិនសពប្រតិទេទ្រង់សោកស្ដាយទ្រង់ឈឺចាប់ណាស់ដូចជាយើងបាត់កូនចៅរបស់យើងផ្ទាល់អញ្ចឹងប៉ុន្តែក្រុមមួយនេះគេហោរារបស់ទ្រង់បានចែកចាយព្រះបន្ទូលពីព្រោះមុនដំបូងបើយើងមើលចំពោះ6គេចាប់Stephen យកមកដាក់គុកហើយសួរចម្លើយគេមានបំណងអាក្រក់លើ Stephen ប៉ុន្តែនៅក្នុងការអធិប្បាយនឹងតើអត្តពលដំណឹងល្អនឹងធ្វើអ្វីខ្លះចំពោះចិត្តពួកមនុស្សមួយក្រុមនេះគេក្តៅក្រហាយណាស់មែនទេបងប្អូនអើយមកក្រុមមួយទៀតនៅក្នុងក្រុមជំនុំបើយើងមើលកិច្ចការចំពោះ2អ្នកបើកមើលទៅប៉ុន្តែឥឡូវយើងសាពេលលេងកាន់តែខ្លីឡើងយើងខត់ឲ្យប្រាប់អ្នកថានៅក្នុងកិច្ចការចំពោះ2សាវកពេត្រុសបានអធិប្បាយដូចជានៅពេលវេលានេះStephen អធិប្បាយដល់មនុស្សមួយក្រុមមួយទៀតប៉ុន្តែនៅពេលដែលព្រះវិញ្ញាណចាក់ចិត្តគេហើយពេត្រុសបន្ទោសគេហើយថាគឺជាពួកគេដែលសម្លាប់ព្រះជីវតារបស់ព្រះតើពួកគេមានចិត្តក្តៅក្រហាយឬក៏ព្រះវិញ្ញាណបន្ទន់បន្ទាបចិត្តគេហើយគេព្រមទទួលកំហុសរបស់គេព្រមចោះចូលហើយគេសួរព្រះទ្រង់យ៉ាងម៉េចដែរតើឲ្យពួកខ្ញុំធ្វើយ៉ាងម៉េចទៅឥឡូវនេះដែលពួកខ្ញុំបានធ្វើការអាក្រក់ក្រែងយ៉ាងហ្នឹងពេត្រុសប្រាប់ថាចូលឲ្យអ្នកយ៉ាងម៉េចដែរប្រែប្រួលចិត្តទទួលបន់ជ្រមុយទឹកហើយអ្នកនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធឃើញទេបងប្អូនអើយតើសពថ្ងៃនេះតើអ្នកចង់រាប់ខ្លួននៅក្នុងក្រុមមួយណានៅពេលដែលអ្នកឮព្រះបន្ទូលកំពុងតែបន្ទោសអ្នកតើអ្នកកំចង់ប្រាថ្នាពង្រឹងចិត្តដូចជាពួកមួយក្រុមនេះឬក៏អ្នកចង់ក្រុមមួយដែលពេត្រុសអធិប្បាយទៅវិញដែលបន្ទន់បន្ទាបចិត្តដោយចុកចាប់ឥឡូវអ្វីដែលយើងគិតថាយើងមិនទាន់ធ្វើកើតយើងជំរុញទៅមកខាងសិនប៉ុន្តែឥឡូវនេះតើយើងព្រមទទួលថាយើងជាអ្នកមានទោសអក្រិតហើយយើងព្រមទោះបើយ៉ាងណាយ៉ាងណាក៏យើងទទួលការអប់រំការដឹកនាំពីព្រះរហូតដល់ទ្រង់អាចសម្អាតយើងបានដោយពេញលេខបងប្អូនតើយើងប្រាថ្នាចង់ធ្វើជាមនុស្សមួយណាមួយណីពីព្រោះអាកប្បកិរិយារបស់យើងវានឹងសម្រេចវាសនារបស់យើងដល់ទីបំផុតបើតាមយោបល់របស់ខ្ញុំហើយខ្ញុំនិយាយនេះប៉ះពាល់ដល់ខ្លួនឯងដែរខ្ញុំដឹងខ្លួនថាខ្ញុំធ្វើមិនទាន់ការទេអ្វីដែលព្រះបង្គាប់ខ្ញុំភាគច្រើនប៉ុន្តែយ៉ាងហោចណាស់បងប្អូនយ៉ាងហោចណាស់ដូចជាកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោឋានពួកគាត់លូរទាំវេទនាគ្រប់សពបែបយ៉ាងដោយសារទ្រង់អនុញ្ញាតឲ្យសេចក្តីល្បួងមកដើម្បីជួយពង្រឹងសេចក្តីជំនឿរបស់ពួកគាត់ប៉ុន្តែគាត់ទោះបើតំណតំណែងក៏ដោយក៏គាត់នៅតែដើរតាមពពកនៅពេលថ្ងៃហើយពន្លឺបកោភ្លើងនៅពេលយប់ដែរយើងឃើញទេពួកសាវកដើរជាមួយទ្រង់ដែលតំណតំណែងដែលមានចិត្តចំណែនមានចិត្តប្រហើនចង់ត្រួតត្រាលើគេចង់មានបានចង់មានមុខវត្តមានអភិភាពអាត្មានិយមដូចជាពួកយើងដែរប៉ុន្តែពួកគាត់នៅតែដើរតាមទ្រង់តស៊ូជាមួយទ្រង់ហើយនៅពេលដែលគាត់បានក្បត់ទ្រង់នៅក្នុងយប់នោះនៅពេលដែលគេយកទ្រង់ទៅតើពួកគាត់ធ្វើយ៉ាងម៉េចគាត់រត់ចេញម្នាក់រត់ចេញប៉ុន្តែអាការរត់ចេញនោះវាយ៉ាងម៉េចដែររត់ចេញដោយសារខ្លាចគេបៀតបៀនប៉ុន្តែឃើញចិត្តរបស់គាត់នៅបណ្ដាច់ពីព្រះដែរពេត្រុសសុខចិត្តមើលពីចម្ងាយហើយនៅពេលដែលគាត់ឃើញព្រះគ្រីស្ទទ្រង់ងាកបើមើលគាត់ហើយមុខនៅពេលដែលគាត់ឃើញមុខទ្រង់នោះមិនមែនជាមុខដែលក្តៅក្រហាយខឹងដែលអន់ចិត្តដែលគាត់បានក្បត់ទ្រង់ទេតាមការពិតនៅពេលដែលទ្រង់ងាកមើលពេត្រុសនោះគឺជាពេលវេលាដែលទ្រង់អាណិតពេត្រុសទៅវិញយើងឃើញទេនៅពេលហ្នឹងដែលពេត្រុសយល់ថាគាត់បានក្បត់ទ្រង់ហើយទ្រង់នៅតែអាណិតគាត់ហើយពេលហ្នឹងគាត់បែកចិត្តគាត់ប្រេះចិត្តមែនតើគាត់យំសោកដោយជូរចត់បំផុតបងប្អូនអើយពួកយើងគួរតែប្រាថ្នាធ្វើដូចជាពួកកូនចៅអ៊ីស្រាអែល
តំណតំណែងពិបាកយ៉ាងណាយ៉ាងណីក៏ដោយយើងនៅដើរតាមទ្រង់ពេត្រុសពួកសាវកដូចគ្នាដែរយើងឃើញទេអាកប្បកិរិយារបស់យើងវាសំខាន់ណាស់ចំពោះសេចក្តីសង្គ្រោះរបស់យើងហើយឥឡូវនេះខ្ញុំចង់លើកទឹកចិត្តអ្នកថាឥឡូវនេះបើសិនជាអ្នកស្ទាក់ស្ទើរអ្នកពិបាកចិត្តអ្នកដូចអន់ចិត្តវាល្អហើយបងប្អូនហ្នឹងហើយគឺជាអត្តពលដំណឹងល្អទ្រង់មិនចង់ឲ្យអ្នកណាគេពង្រឹងចិត្តបង្អួតខ្លួននៅក្នុងអំពើអាក្រក់ទេក្នុងភាពអាត្មានិយមទេអាចិត្តទុនទាបនឹងឯងវាហាក់ដូចជាដីដែលមានជីវជាតិចំពោះដំណឹងល្អដីដែលទុនចំពោះដំណឹងល្អយើងឃើញទេហើយគឺជាដីដែលពោពេញទៅដោយជីវជាតិហើយដីទុនដែលយើងអាចធ្វើស្រែដែលមានផលផ្លែបានដូច្នេះឥឡូវបើសិនជាអ្នកស្ទាក់ស្ទើរអ្នកគួរតែអធិដ្ឋាននៅក្នុងចិត្តថាប្រមចៅឥឡូវនេះទុំអង្គមដឹងខ្លួនថាมันអាចធ្វើកើតហើយมันចង់ធ្វើទៀតទុំអង្គមខ្ជិលទុំអង្គមអត់ដាច់ខាតអត់ចង់ហ្មងប៉ុន្តែទុំអង្គមដឹងថាមានតែផ្លូវតែមួយនេះគត់ដែលទុំអង្គមអាចរួចពីសេចក្តីស្លាប់បានហើយទទួលជីវិតថ្មីសូមទ្រង់មេត្តាជួយណែនាំម្នាក់តែយើងធ្វើអញ្ចឹងព្រះវិញ្ញាណមានចន្លោះនៅក្នុងចិត្តយើងដែលទ្រង់អាចចូលមកបានដើម្បីជួយបំបាក់បំបែកអាភាពរឹងតឹងរបស់យើងហើយតែអ្នកយល់ទេប៉ុន្តែបើសិនជាអ្នកដូចជាក្រុមមួយនេះអ្នកនៅពង្រឹងចិត្តអ្នកប្រងទទួលទីបំផុតបងប្អូនអើយអនាគតរបស់មនុស្សមួយក្រុមមួយនេះវាមិនល្អទេខ្ញុំក៏ចង់បាច់និយាយបែងឆ្ងាយដែរអូខេបងសូមជួយបន្តទៅទៀតបាទបងអស់ហើយបងអរគ្នាអូខេបងហុកបាទសូមជួយបង ចាអូនព្រះគ្រឹះបានទាយថារាជទ្រង់នឹងត្រូវគេបៀតបៀនដែរយូហាន16:15-18បើសិនជាលោកីស្អប់អ្នករាល់គ្នានោះអ្នករាល់គ្នាដឹងហើយថាគេបានស្អប់ខ្ញុំជាមុនបើអ្នករាល់គ្នាជាសះផងជារបស់ផងលោកីនោះលោកីនឹងស្រឡាញ់អ្នករាល់គ្នាតែដោយព្រោះខ្ញុំបានរើសចេញពីលោកីមកហើយអ្នករាល់គ្នាមិនមែនជារបស់លោកីទៀតនោះបានជាលោកីស្អប់អ្នករាល់គ្នាវិញចូលនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថាបើមិនមែនធំជាងចៅហ្វាយទេបើគេបានបៀតបៀនដល់ខ្ញុំនោះគេនឹងបៀតបៀនដល់អ្នករាល់គ្នាហើយបើគេបានកាន់តាមពាក្យខ្ញុំនោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរគេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នាដោយយល់ដល់ឈ្មោះខ្ញុំពីព្រោះខ្ញុំមិនស្គាល់ព្រះពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេអាមែនអរគុណបងបាទអាមែនឥឡូវនៅក្នុងចំណុចមួយនេះព្រះគ្រីស្ទទ្រង់ប្រាប់យើងថាកុំឲ្យយើងភ្ញាក់ផ្អើលឲ្យសោះឃើញពាក្យនេះជាបទទំនាយទ្រង់មិនមែនត្រឹមតែនិយាយពីសម័យរបស់ទ្រង់ទេសពថ្ងៃនេះតាមមានអ្នកនៅក្នុងក្រុមជំនុំដែលគេមិនចង់ឮមិនចង់ដឹងសេចក្តីពិតដែរគេគ្រាន់តែជាអ្នកគ្រីស្ទានដែលចូលមកចង់បានផលប្រយោជន៍នៃសេចក្តីសង្គ្រោះប៉ុន្តែគេមិនចង់បំពេញលក្ខខណ្ឌរបស់វាខ្ញុំសួរបងប្អូនមើលបើយើងទៅខ្ចីធនាគាររកស៊ីឬធ្វើអ្វីក៏ដោយយើងចុះហត្ថលេខានៅក្នុងកិច្ចសន្យាមែនទេយើងសន្យាថាជារៀងរាល់ខែប្រហែលឆ្នាំក៏ដោយយើងនឹងបង់គេឲ្យស្មោះត្រង់ប៉ុន្តែចិត្តរបស់យើងបើសិនជាយើងដូចជាមនុស្សមួយក្រុមនេះដែលចង់បានសេចក្តីសង្គ្រោះប៉ុន្តែមិនចង់បំពេញលក្ខខណ្ឌហើយយើងស្រាប់តែចង់បានលុយគេប៉ុន្តែយើងស្រាប់តែអត់ដែលបង់លុយគេសោះតើត្រង់នឹងវាយ៉ាងណាយ៉ាងណីបងប្អូនតើវាយុត្តិធម៌ដែរចំពោះព្រះចំពោះអ្នកដទៃតើយើងមិនមាននាមថាជាអ្នកបោកគេហើយជាចោរដែរបងប្អូនសមហេតុសមផលដែរប៉ុន្តែបងប្អូនភាគច្រើននៅក្នុងក្រុមជំនុំចឹងឯងយើងអាចនិយាយអប់រំពួកគាត់បានទេគាត់អត់ចង់ឮគាត់អត់ចង់ដឹងហ្មងគាត់អត់ខ្វល់ចាំថាបងប្អូនអើយសេចក្តីសង្គ្រោះគឺជាអ្វីមួយដែលយើងត្រូវគិតគូរច្បាស់លាស់ទ្រង់ប្រាប់យើងទៅហើយថាយើងត្រូវបញ្ចេញកម្លាំងកាយកម្លាំងចិត្ត
យើងត្រូវប្រយ័ត្នប្រយែងពីព្រោះផ្លូវដែលយើងកំពុងដើរវាផ្លូវចង្អៀតផ្លូវចង្អៀតគឺជាផ្លូវមួយដែលយើងអាចដើរដោយតពីតពីបានទេយើងត្រូវដើរដោយម៉ត់ចត់ដោយប្រយ័ត្នប្រយែងដោយពុះពេញទៅដោយអារម្មណ៍ដែលនឹងណហ្មងបើសិនជាយើងដើរតពីតពីវាអាចដួលបែកកន្លាជើងមែនទេយើងអាចប៉ះតកិច្ចក្បាលប៉ះតកិច្ចដៃប៉ះតកិច្ចជើងហើយធម្មតាយើងលើកន្លែងចង្អៀតយើងតែតែប្រយ័ត្នហើយដូច្នេះបើសិនជាអ្នកណាគេមួយចង់រកជីវិតឃើញតាមរយៈផ្លូវមួយនេះពួកយើងដាច់ខាតត្រូវតែប្រុងប្រយ័ត្នប្រុងប្រៀបខ្លួនឲ្យម៉ត់ចត់ឲ្យមែនតើហើយសូម្បីតែការម៉ត់ចត់នេះក៏ព្រះអាចប្រទានឲ្យបានដែរពួកយើងត្រូវតែព្រមទទួលវាហើយទោះបីយើងដើរទេតាក្មេងដែលដើរទេតាតើឪពុកម្ដាយឲ្យវាលី10-20គីឡូដែរតើឪពុកម្ដាយណាធ្វើអញ្ចឹងឲ្យកូនដែលតំដើរទេតាឲ្យទទួលបន្ទុកធ្ងន់របៀបនេះវាបើសិនជាយើងធ្វើមែនវាមិនដែរវានឹងដួលរលំដូច្នេះបងប្អូនអើយនៅក្នុងការរីកចម្រើនខាងឯពលិនវិញ្ញាណទ្រង់មិនឲ្យយើងខកចិត្តទេគោះពីការអ្វីដែលយើងអាចទ្រាំទ្របានបើសិនជាកម្លាំងយើងខ្សោយឥឡូវនេះបើសិនជាយើងនៅជានៅកូនងាឬក៏កូនតូចខាងឯពលិនវិញ្ញាណទ្រង់នឹងអនុញ្ញាតឲ្យយើងទទួលអ្វីដែលយើងអាចទ្រាំទ្របានសូមឲ្យយើងសុំទ្រង់ទៅចោះវាការអប់រំរបស់ទ្រង់វាមិនមែនត្រឹមតែការលំបាកតែមួយទេពេលផ្សេងទៀតក៏ទ្រង់អាចផ្ដល់ឲ្យយើងមានសេចក្តីសុខសាន្តទ្រង់ជួយឲ្យយើងធូរអារម្មណ៍ដូចជាខ្យល់បក់មកពេលល្ងាចឲ្យពួកយើងលហើយរូបកាយក៏ដូចគ្នាទ្រង់អាចផ្ដល់សេរីល្អរបស់ទ្រង់ភាពល្អរបស់ទ្រង់ដើម្បីលហើយចិត្តរបស់យើងដែរនេះហើយគឺជាបទពិសោធន៍របស់យើងដែលទ្រង់សពប្រត្រីឲ្យប្រាថ្នាណែនាំឲ្យពួកយើងនៅពេលខ្លះឃើញនៅកូនចៅអ៊ីស្រាអែលមែនពិតមែនទ្រង់ពេលខ្លះសាក់លបងចិត្តពួកគាត់ប៉ុន្តែពេលផ្សេងទៀតក៏ទ្រង់ផ្អែមចំពោះពួកគាត់ដែរឃើញទ្រង់ចិញ្ចឹមពួកគាត់អត់ចាំបាច់ហត់នឿយកាប់ដីកាប់អីឃើញចំណីធ្លាក់មកលើពីឋានសួគ៌ហ្មងយើងឃើញទេហើយនំម៉ាណាមួយហ្នឹងគឺជានំដែលពិសេសបំផុតហើយបើខ្ញុំនិយាយអញ្ចឹងសពថ្ងៃហ្នឹងឥឡូវយើងបញ្ចប់នៅក្នុងចំណុចនេះបងប្អូនសពថ្ងៃហ្នឹងពួកយើងត្រូវញ៉ាំម្ហូបអាហារដែលគ្រប់មុខបើសិនជាយើងចង់ឲ្យខ្លួនប្រាយើងទទួលជីវជាតិដែលគ្រប់គ្រាន់មែនទេយើងត្រូវញ៉ាំបន្លែពេលខ្លះផ្លែឈើពេលផ្សេងទៀតហើយរឿងរាប់មិនអស់ទេប៉ុន្តែនៅចំនួនទីរហដ្ឋាននំម៉ាណាមួយហ្នឹងគឺមានជីវជាតិមានវីតាមីនល្មមខ្លួនប្រាណពួកយើងលូតលាស់មកនេះឃើញទេអស្ចារ្យដែរនឹងហើយគឺជាការផ្អែមល្ហែមពេលខ្លះទៀតទ្រង់ឲ្យលោកម៉ូសេបំបែកដុំថ្មដើម្បីទឹកហូរមកអត់ឈប់សោះដើម្បីរំដោះការស្រេកឃ្លានរបស់រាជរបស់ទ្រង់ឃើញទេមិនមែនតែបំបាក់តែរហូតទេអាការលំបាកនឹងដូចជាជំងឺវាជួយឲ្យយើងដឹងវាជួយឲ្យយើងប្រយ័ត្នប្រយែងវាជួយឲ្យយើងស្ទុះស្ទាបងប្អូនហើយមនុស្សយើងតែយើងស្រួលពេកដោយសពថ្ងៃនេះយើងឃើញវាមានអត្តពលអាក្រក់ចំពោះសិលធម៌របស់យើងដូចជាពួកសូដុំនិងកុមារាដូចគ្នាដោយសារពួកគាត់សំណុកពេកហើយពួកយើងសពថ្ងៃតើយើងទាំងអស់គ្នាប្រាថ្នាចង់បានអ្វីខ្ញុំសួរនៅក្នុងក្រុមជំនុំដូចជាលោកីតែយើងប្រាថ្នាចង់បានអ្វីជាងគេបំផុតភាពស្តុកស្ដំមែនទេដើម្បីយើងរស់នៅដោយមានសេចក្តីសុខបងប្អូនអើយបើយើងតាមគោលការណ៍ព្រះគម្ពីរការទុះទីរបស់ទ្រង់នៅថ្ងៃក្រោយអាភាពស្តុកស្ដំនឹងមិនអាចជួយយើងបានតែវាជាពិសេសវាខ្លាចទៅជាបន្ទុករបស់យើងទៅវិញដោយសារតែយើងមានរបស់ច្រើនចិត្តរបស់យើងនឹងតែងតែជាប់នឹងវាហើយណាប៉ុន្តែបើសិនជាយើងតាំងចិត្តតែមុនទៅហើយប្រមចារ្យទោះបើយើងមានក៏ដោយឥឡូវនេះយើងកុំឲ្យចិត្តយើងជាប់នឹងវាខ្លាំងពេកយើងត្រូវគិតគូរនៅថ្ងៃមួយthángពេលព្រះចិត្តយើងមកដល់ពេលគេបៀតបៀនខ្ញុំរសារសេចក្តីជំនឿគេយើងបាត់ជាអស់យកហើយទ្រព្យសម្បត្តិទាំងអស់ហ្នឹងឲ្យយើងស្ងប់ស្ងាត់ប្រាថ្នាឲ្យស្ងប់ស្ងាត់ចូលឥឡូវនឹងទៅសោកចោះដូចយើងរងខ្លួនអញ្ចឹង
យើងរងខ្លួនអ្នកដែលវាយបដាគេរងខ្លួនត្រគេដឹងថាអ្នកដែលវាយហ្នឹងគេច្បាស់ជាវាយប៉ុន្តែគេរងជាមុនដើម្បីដល់ពេលគេវាយមកហើយយើងអាចរងយើងមិនសូវឈឺចុកចាប់នៅក្នុងចិត្តរបស់យើងបងប្អូនយល់ទេហើយនៅពេលដែលព្រះយើងមកជាលើកទី2លុយកាក់មាសប្រាក់ផ្ទះរបស់យើងឡានរបស់យើងសូម្បីតែសាច់ញាតិមិត្តភ័ក្តិអ្នកទាំងឡាយដែលពីមុនគេធ្លាប់ស្រឡាញ់យើងក៏បោះបង់យើងចោលដែរឃើញទេអញ្ចឹងហើយបងប្អូនបានជាមេរៀននៃវាសំខាន់យើងបញ្ចប់នៅថ្ងៃនេះខ្ញុំចង់ឲ្យអ្នកឃើញថាដូចជាខ្ញុំនិយាយនៅក្នុងដើមមេរៀននេះអញ្ចឹងយើងដឹងមុនវាប្រសើរជាងតែសារយើងអាចត្រៀមខ្លួនបានបើសិនជាយើងវាយបដោលនឹងណាគេមួយបើសិនជាយើងដឹងថាគេនឹងវាយចំចំណុចណាមុនដំបូងមកអស់ឬក៏បន្ទាប់មកតើយើងអាចរងខ្លួនបានដែរវាប្រហែលជាឈឺខ្លះហើយពេលយើងរងខ្លួនមែនទេប៉ុន្តែទីបំផុតវាប្រសើរជាងយើងឲ្យគេដោលមុខតែចំហ្មងដែលមិនដឹងខ្លួនមែនទេបាទបងប្អូននឹងហើយគឺជាមេរៀនថ្ងៃនេះការទុតិយរបស់ទ្រង់គឺថ្ងៃក្រោយតាមរយៈការផ្សព្វផ្សាយដំណឹងល្អទ្រង់នឹងញែកមនុស្សទៅឲ្យពីរក្រុមហើយខ្ញុំក៏សង្ឃឹមហើយប្រាថ្នាថាពួកបងប្អូនទាំងអស់គ្នាដូចជាខ្ញុំដែរយើងនឹងប្រាថ្នាចង់បានផ្លូវព្រះតែមួយគត់ពីព្រោះបើយើងតាមផ្លូវរបស់ព្រះគេបៀតបៀនហើយយើងប្រហែលជាស្លាប់ផងប៉ុន្តែវាមានឱកាសដែលយើងរស់ក្នុងចំណោមពួក144,000ផ្លូវលោកីយើងអាចរក្សាជីវិតមួយរយៈខ្លីបានមុនពេលវេលាដែលទ្រង់យាងមកយើងឲ្យគេបៀតបៀនមែនប៉ុន្តែនៅពេលដែលទ្រង់យាងមកយើងដឹងថាជីវិតរបស់យើងនឹងច្បាស់ជាស្លាប់ហើយយើងបាត់បង់សេចក្តីសង្គ្រោះហើយយើងនឹងត្រូវទ្រង់បោះចូលទៅក្នុងបឹងភ្លើងទៀតយើងឃើញទេដូច្នេះផ្លូវរបស់ព្រះក៏ស្លាប់ផ្លូវលោកីក៏ស្លាប់មុនព្រះយើងមកក៏យើងនៅតែស្លាប់ដូចតែគ្នាតើផ្លូវមួយណាដែលវាចំណេញចំពោះពួកយើងបំផុតបងប្អូនបើសិនជាយើងមើលទៅទិសណាក៏យើងជៀសផុតពីសេចក្តីស្លាប់មិនបានតើផ្លូវមួយណាដែលយើងគួរដើរត្រង់នេះត្រង់មិនមែនចង់ឲ្យយើងចេះតែជឿទៅពីត្រង់ឲ្យយើងមានការពិចារណាត្រង់ពិភាក្សាជាមួយយើងឥឡូវនេះអាកូនណាផ្លូវមួយណាវាមានប្រយោជន៍ជាងចំពោះកូនពេលនេះការគិតគូរផលប្រយោជន៍ផ្ទាល់ខ្លួនវាមិនជាការអាក្រក់ទេពីព្រោះតែយើងព្រមចុះចូលនឹងត្រង់យើងទទួលផលប្រយោជន៍ហ្នឹងមែនទេហើយតែត្រង់អាចសង្គ្រោះយើងបានតើយើងអាចតោងអ្នកចិត្តខាងយើងជាពិសេសកូនចៅរបស់យើងបានដែរបានបងប្អូនពីព្រោះតែអ្នកដែលមានព្រះវិញ្ញាណគង់ជាមួយដោយពេញលេញអំណាចត្រង់នឹងច្បាស់ជាបង្អុចបញ្ឆេះបញ្ឆាបអ្នកដែលជុំវិញខ្លួនយើងហើយគេជឿឬមិនជឿក៏ដោយឱកាសដែលយើងអាចសង្គ្រោះកូនចៅរបស់យើងប្តីប្រពន្ធរបស់យើងអ្នកជិតខាងរបស់យើងឱកាសវាច្រើនជាងបើសិនជាយើងខិតខំតស៊ូបាទឥឡូវនេះខ្ញុំមានមកចិត្តណាស់បងប្អូនមេរៀនមួយនេះវាធ្វើឲ្យខ្ញុំមិនសប្បាយអារម្មណ៍សោះប៉ុន្តែវាជាការចាំបាច់យើងត្រូវតែដឹងជាមុនថានៅក្នុងក្រុមជំនុំយើងថ្ងៃក្រោយទ្រង់នឹងញែកពួកយើងទៅពីក្រុមសង្ហែនិងស្រូវផារ៉ាស៊ីអ្នកយកពុនអ្នកដែលស្ដាប់បង្គាប់ហើយអ្នកដែលមិនស្ដាប់បង្គាប់ទ្រង់បែងចែកដូច្នេះយើងមិនគួរធ្វើជាគ្រីស្ទៀនដែលតាមតែគំនិតខ្លួនហើយយើងអត់យកចិត្តទុកដាក់នៅក្នុងព្រះគម្ពីរទេបងប្អូនបើសិនជាយើងធ្វើអញ្ចឹងយើងមិនខុសពីពួកអ៊ីស្រាអែលនៅចំនួនមុនតែពេលដែលទ្រង់យាងមកហើយទ្រង់អត់យកចិត្តទុកដាក់នៅក្នុងព្រះគម្ពីរសំទោសពួកគេអត់យកចិត្តទុកដាក់នៅក្នុងព្រះគម្ពីរហើយទីបំផុតទ្រង់យាងមកគេអត់ស្គាល់និយាយឃើញទេពួកយើងសពថ្ងៃនឹងទទួលយកទៅខ្ញុំអង្គទទួលយកទៅនេះជាព្រះបន្ទូលរបស់ទ្រង់បាទសូមអង្គប្រទានពរ